Bạn là trong video ní lúc nè đang bàn sức xa xoay vô làm bì nhầm bát tố có đôi chia và thu bầm nón hai nâng mít tì cáในការបង្កើត channel រដ្ឋា Talk នេះឡើងទីបំផុតរដ្ឋា Talk channel បានបង្កើតចេញជារូបរាងហើយតោះយើងចាប់ផ្ដើមរៀនសូត្រជាមួយគ្នាណាបាទមានទស្សនិកជនជាច្រើននៅពុំទាន់ស្គាល់ខ្ញុំបានឡើយទេលើពីនេះក៏មានមនុស្សជាច្រើនដែរដែលចង់ក្លាយទៅជាសហគ្រិននិងជាអ្នកបណ្ដុះបណ្ដាលដែលមានភាពជោគជ័យសម្រាប់អាជីវកម្មខ្នាតតូចនិងមធ្យមផងដែរប៉ុន្តែអ្វីដែលពួកគាត់មិនទាន់មានភាពជោគជ័យនោះគឺដោយសារពួកគាត់ពុំសូវមានចំណេះដឹងពិតប្រាកដចំណេះធ្វើនិងការអនុវត្តនៃការចាប់ផ្ដើមអាជីវកម្មដំបូងការគ្រប់គ្រងអាជីវកម្មក៏ដូចជាការអភិវឌ្ឍអាជីវកម្មដោយមើលឃើញនៅចំណុចខ្វះខាតទាំងអស់នេះហើយទើបខ្ញុំបាទសម្រេចចិត្តធ្វើការរៀបចំបង្កើតនៅ channel រដ្ឋា Talk នេះឡើងសម្រាប់ជាប្រយោជន៍ដល់សហគ្រិនអ្នករស់ស៊ីនិងនិស្សិតរបស់យើងផងដែរបាទសម្រាប់ទស្សនិកជនថ្មីខ្ញុំបាទឈ្មោះឈឹមរដ្ឋាខ្ញុំក៏ធ្លាប់ជាគ្រូបណ្ដុះបណ្ដាលលើការគ្រប់គ្រងអាជីវកម្មនិងអភិវឌ្ឍអាជីវកម្មខ្នាតតូចនិងមធ្យមជាមួយនឹងម្ចាស់អាជីវកម្មសហគ្រិននិស្សិតនិងយុវជនកម្ពុជាដែលមានរយៈពេលជាង5ឆ្នាំកន្លងមកហើយក្នុងវីដេអូនេះខ្ញុំបាទនឹងបង្ហាញអំពីវត្ថុបំណងនិងមាតិកាខ្លះៗនៃការបង្កើត channel រដ្ឋា Talk នេះឡើងជាពិសេសនិយាយអំពីប្រវត្តិខ្លះៗដែលខ្ញុំបានតាក់ទងទៅនឹងបទពិសោធន៍និងការបណ្ដុះបណ្ដាលនិងការចាប់ផ្ដើមអាជីវកម្មដោយខ្លួនឯងតែម្ដងបាទខ្ញុំបាទឈ្មោះឈឹមរដ្ឋាជា content creator នៃ channel រដ្ឋា Talks សម្រាប់ប្រវត្តិនៃការសិក្សាខ្ញុំបានទទួលបានអាហារូបករណ៍ 100% ពីមូលនិធិ Henrik Foundation សាផ្នែកអនុបណ្ឌិតផ្នែកគ្រប់គ្រងពាណិជ្ជកម្មនៅសាកលវិទ្យាល័យ De La Salle នៃសាធារណរដ្ឋហ្វីលីពីនសម្រាប់បទពិសោធន៍ការងារខ្ញុំបាទធ្លាប់ជាអ្នកប្រឹក្សាយោបល់ទៅលើការនាំចេញនៃគម្រោងកម្មវិធីនាំចេញរបស់ប្រទេសកម្ពុជាដែលហៅជាភាសាអង់គ្លេសថា Export Assistance Program Cambodia នៃមូលនិធិ Henrik Foundation ហើយខ្ញុំក៏ជាគ្រូបណ្ដុះបណ្ដាលឯករាជ្យសម្រាប់សហគ្រាសខ្នាតមីក្រូតូចនិងមធ្យមផងដែរលើសពីនេះខ្ញុំក៏បាទក៏ជាសាស្ត្រាចារ្យបង្រៀននៅសាកលវិទ្យាល័យមួយផងដែរសម្រាប់បទពិសោធន៍ក្នុងការគ្រប់គ្រងនិងដឹកនាំអាជីវកម្មខ្ញុំបាទធ្វើជាប្រធានក្រុមប្រឹក្សាពិបាលក៏ជាអគ្គនាយកនៃសាលាឯកជនមួយហើយក៏ដូចជាសហស្ថាបនិកនៃអាជីវកម្មដែលផលិតផលខ្មែរដែលជួយថែរក្សាសុខភាពនិងសម្រស់ផងដែរសម្រាប់channel រដ្ឋា Talk សង្ឃឹមថាលោកស្រីទាំងអស់នឹងបានសិក្សាស្វែងយល់ជាមួយខ្ញុំតាក់ទងនឹងមាតិកាសំខាន់សម្រាប់សហគ្រិនភាពនិងអាជីវកម្មខ្នាតតូចនិងមធ្យមដែលរួមមានគំនិតអាជីវកម្មថ្មីដែលយើងនឹងបង្ហាញលោកអ្នកនៅគន្លឹះស្វែងរកនៅគំនិតនៃការបង្កើតអាជីវកម្មដែលមានប្រាក់ចំណេញខ្ពស់ក៏ដូចជាមាននិរន្តរភាពនៅក្នុងការប្រកួតប្រជែងហើយមាតិកាបន្តទៀតលោកអ្នកនឹងបានសិក្សាស្វែងយល់អំពីផ្នត់គំនិតនិងអរិយាប័ត្រនៃសហគ្រិនគឺពិសេសគឺការរៀបចំខ្លួនឲ្យคล้ายទៅជាសហគ្រិនដែលមានភាពជោគជ័យហើយលើសពីនេះលោកអ្នកនឹងសិក្សាអំពីរបៀបនៃការចាប់ផ្ដើមអាជីវកម្មដំបូងតើយើងត្រូវរៀបចំបង្កើតអាជីវកម្មដំបូងដោយរបៀបណាហើយក៏មាតិកាផ្សេងទៀតយើងនឹងរៀនអំពីរបៀបនៃការបង្កើតគំរូ model អាជីវកម្មដែលសហគ្រិនមួយចំនួនមិនទាន់យល់ច្បាស់អំពីរបៀបនៃការបង្កើតទម្រង់អាជីវកម្មមិនតែប៉ុណ្ណោះយើងក៏នឹងរៀនសូត្រជាមួយគ្នាអំពីការរៀបចំផែនការនិងការគ្រប់គ្រងអាជីវកម្មប្រកបដោយនិរន្តរភាពប្រកួតប្រជែងក៏ដូចជាមានប្រាក់ចំណេញយូរអង្វែងយ៉ាងណាមិញនៅក្នុងការរៀបចំផែនការអាជីវកម្មក៏ដូចជាការគ្រប់គ្រងអាជីវកម្មវាចាំបាច់ណាស់ក៏យើងត្រូវមានផែនការសំខាន់
មួយទៀតគឺផែនការនិងការគ្រប់គ្រងទៅលើផ្នែកទីផ្សារហើយនិងការលក់ផងដែរមិនតែប៉ុណ្ណោះខ្ញុំបាទក៏នឹងព្យាយាមសិក្សាស្រាវជ្រាវនិងចែករំលែកទៅលើផែនការនិងការគ្រប់គ្រងទៅលើធនធានមនុស្សធ្វើយ៉ាងណាឲ្យយើងជ្រើសរើសមនុស្សត្រូវមានប្រសិទ្ធភាពមានសមត្ថភាពនិងអាចបំពេញការងារសម្រាប់អាជីវកម្មយើងបានល្អប្រសើរហើយមិនតែប៉ុណ្ណោះសម្រាប់អាជីវកម្មខ្នាតតូចនិងមធ្យមនៅក្នុងប្រទេសកម្ពុជាយើងមានច្រើនផ្នែកច្រើនវិស័យហើយវិស័យផលិតកម្មក៏ចាំបាច់សំខាន់ដែរដូច្នេះខ្ញុំនឹងលើកយកប្រធានបទទាក់ទងនឹងការរៀបចំផែនការក៏ដូចជាការគ្រប់គ្រងផលិតកម្មផងដែរហើយសំខាន់ពីនេះទៅទៀតនៅពេលដែលយើងបានសិក្សាទៅលើផែនការអាជីវកម្មផែនការការធ្វើទីផ្សារផែនការធនធានមនុស្សផែនការផលិតកម្មចាំបាច់មួយទៀតគឺផែនការហិរញ្ញវត្ថុផែនការហិរញ្ញវត្ថុនេះសំខាន់ណាស់នៅក្នុងការរៀបចំនៅផែនការប្រាក់ចំណេញខាតផែនការលំហូរសាច់ប្រាក់ផែនការតារាងតុល្យការក៏ដូចជាការវិភាគនៅអនុបត្តិហិរញ្ញវត្ថុផ្សេងៗផងដែរហើយដើម្បីឲ្យដំណើរការអាជីវកម្មមានការប្រកួតប្រជែងកាន់តែប្រសើរការសិក្សាស្វែងយល់អំពីបច្ចេកវិទ្យា AI និង technology មួយចំនួនដើម្បីគ្រប់គ្រងទៅដល់សហគ្រាសខ្នាតមីក្រូតូចនិងមធ្យមរបស់យើងផងដែរពេលនេះលោកអ្នកបានយល់ដឹងអំពីគោលបំណងក៏ដូចជាមាតិកាសំខាន់នៅក្នុងការចែករំលែកអំពី Channel រដ្ឋា Talk របស់យើងរួចហើយដើម្បីស្វែងយល់បន្ថែមអំពីមាតិកាសំខាន់ទាក់ទងទៅនឹងសហគ្រិនភាពការចាប់ផ្ដើមអាជីវកម្មការគ្រប់គ្រងអាជីវកម្មការអភិវឌ្ឍអាជីវកម្មឲ្យមាននិរន្តរភាពសូមលោកអ្នកមេត្តាតាមដាននៅវីដេអូរបស់ពួកយើងក្រោយៗទៀតសូមអរគុណ